Mẹกบជាមាឃបូជាជាពិធីបុណ្យសំខាន់មួយនៅក្នុងព្រះពុទ្ធសាសនាក្នុងចំណោមពិធីបុណ្យសំខាន់ផ្សេងទៀតដូចជាវិសាខបូជាអាសាឡហបូជាបុណ្យបវារណាចេញវស្សាជាដើមមាឃបូជាថ្ងៃរំលឹកដល់ព្រឹត្តិការណ៍សំខាន់ពីរក្នុងព្រះពុទ្ធសាសនាគឺទី1ការធ្វើសន្និបាតសង្ឃរបស់ព្រះសម្មាសម្ពុទ្ធដើម្បីប្រកាសពីគោលការណ៍អប់រំរបស់ព្រះពុទ្ធសាសនានិងទី2ការកំណត់ប្រជញ្ញមាយុរបស់ព្រះសម្មាសម្ពុទ្ធសារៈសំខាន់ទី1រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសពីគោលការណ៍អប់រំ11ចំណុចរបស់ព្រះពុទ្ធសាសនាឬម្យ៉ាងទៀតលោកហៅថាធម្មនុញ្ញរបស់ព្រះពុទ្ធសាសនាក្រោយពេលដែលព្រះអង្គបានត្រាស់ដឹងបាន9ខែនៅឆ្នាំ588មុនគ្រិស្តសករាជក្នុងថ្ងៃ15កើតខែមីនាអ្នកចូលរួមអង្គសន្និបាតលើកដំបូងនេះជាព្រះសង្ឃចំនួន1250អង្គសុទ្ធតែជាព្រះអរហន្តអស់កិលេសទាំងអស់ក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធប្រកាសគោលការណ៍11ចំណុចដើម្បីអនុវត្តក្នុងជីវិតឲ្យបានសេចក្តីសុខនិងដើម្បីផ្សព្វផ្សាយដល់មនុស្សលោកឲ្យបានយល់ពីព្រះពុទ្ធសាសនាគោលការណ៍ទាំង11នោះជាភាសាបាលីលោកហៅថាអវាទបាតិមោមានដូចជាទី1ត្រូវជៀសវាងអំពីអំពើបាបទី2សាងតែអំពើល្អឲ្យបានច្រើនទី3សម្អាតចិត្តឲ្យបានស្អាតបរិសុទ្ធទី4ព្រះនិព្វានជាសេចក្តីសុខដ៏ប្រសើរបំផុតទី5ការអត់ធន់ជាគុណធម៌ដ៏ប្រសើរទី6មិនត្រូវបៀតបៀនជីវិតគេទី7បរិភោគអាហារឲ្យល្មមប្រមាណទី8រៀនរស់នៅក្នុងកន្លែងស្ងប់ស្ងាត់ទី9ព្យាយាមធ្វើសមាធិចម្រើនវិបស្សនាអប់រំចិត្តទី10មិនត្រូវប្រមាថមើលងាយបៀតបៀនគេនិងទី11ត្រូវគោរពច្បាប់និងវិន័យរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនការអនុវត្តតាមគោលការណ៍ទាំង11ប្រការនេះនឹងធ្វើឲ្យបុគ្គលខ្លួនឯងក្រុមគ្រួសារនិងសង្គមទទួលបានភាពសុខដុមរមនាសន្តិភាពផ្លូវកាយផ្លូវចិត្តនិងជាទីបំផុតនឹងបានដល់នៅព្រះនិព្វានចំណែកសារៈសំខាន់ទី2គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធកំណត់ប្រជញ្ញត្រូវបរិនិព្វានដោយវ័យរបស់ព្រះអង្គចាស់ជរាណាស់ទៅហើយនិងដោយការអារាធនាពីមាផងទើបព្រះអង្គកំណត់ពេលបរិនិព្វានក្នុងប្រជញ្ញ80ព្រះវស្សាព្រះអង្គកំណត់យកថ្ងៃ15កើតខែវិសាខជាថ្ងៃបរិនិព្វានរបស់ព្រះអង្គគឺបន្ទាប់ពីថ្ងៃ15កើតខែមិញនេះទៅចំនួន3ខែដោយបន្សល់ទុកនៅធម៌វិន័យជាមាគ៌ាឲ្យមនុស្សលោកបានប្រតិបត្តិដើម្បីស្វែងរកសេចក្តីសុខរៀងៗខ្លួនសូមបងប្អូនទាំងអស់រៀបចំតុបតែងព្រះពុទ្ធរូបទុកជាទីសក្ការៈនៅតាមផ្ទះរៀងៗខ្លួនសម្អាតកាយវាចាចិត្តធ្វើទានរក្សាសិលគោរពគុណមាតាបិតាយកទៀនធូបផ្កាភ្ញីមកវត្តអារាមសូត្រធម៌ថ្វាយផ្កាបូជាដល់ព្រះរតនត្រ័យបំពេញសេចក្តីល្អសាងគុណធម៌ដើម្បីសេចក្តីសុខសេចក្តីចម្រើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តទាំងអស់គ្នាចូលរួមត្រេកអរជ្រះថ្លាបុណ្យមាឃបូជាទាំងអស់គ្នាចូលរួមរក្សាប្រពៃណីជាតិខ្មែរយើងទាំងអស់គ្នាអនុមោទនា